ថ្មីៗនេះក្នុងពិភពលោកមានការព្រួយបារម្ភពីជំងឺផ្ដាសាយបក្សីដែលជាការឆ្លងមេរោគដែលប៉ះពាល់ដល់បក្សីជាចម្បងប៉ុន្តែពេលខ្លះក៏ឆ្លងដល់មនុស្សដែរក្នុងករណីដែលឆ្លងដល់មនុស្សគឺវាអាចមានសភាពធ្ងន់ធ្ងរជាពិសេសគឺនៅលើក្មេងការយល់ដឹងផលពុកម្ដាយអំពីជំងឺនេះអំពីរោគសញ្ញានិងវិធានការនៃការការពាររបស់កូនវាមានសារៈសំខាន់ណាស់ថ្ងៃនេះខ្ញុំនឹងបកស្រាយនៅអ្វីដែលយើងត្រូវដឹងអំពីជំងឺផ្ដាសាយបក្សីនេះនិងរបៀបរបបការការពារជំងឺនេះជំងឺផ្ដាសាយបក្សីគឺពួក Avian Influenza គឺជាក្រុមដែលចម្លងលើបក្សីជាចម្បងពួកវីរុសនេះវាស្ថិតនៅក្នុងប្រភេទពួក RNA virus ប្រភេទពួក Orthomyxoviridae ក្នុងប្រភេទ Influenza group A ពួកបក្សីវាក្នុងបច្ចុប្បន្នកាលហ្នឹងពួកវីរុសផ្ដាសាយបក្សីហ្នឹងវាបែងចែកជាអនុក្រុមផ្សេងទៀតច្រើនដូចជាពួកប្រភេទ H វាមានពី H1 ដល់ H15 អនុក្រុម N មានពី N1 ដល់ N9 ប្រភេទរងមួយដែលធ្ងន់និងងាយស្លាប់គឺប្រភេទពួក virus H5N1 តាមអង្គការសុខភាពពិភពលោកជំងឺនេះអាចបណ្ដាលឲ្យស្លាប់ 60% នៃមនុស្សដែលរងផលប៉ះពាល់ការចម្លងមនុស្សអាចឆ្លងមេរោគផ្ដាសាយបក្សីតាមរយៈការប៉ះពាល់ដោយផ្ទាល់ជាមួយនឹងបក្សីដែលឆ្លងមេរោគដោយសារមេរោគនេះវាស្ថិតនៅក្នុងបក្សីកសិកម្មដូចជាមាន់ទាកង្ហានគ្រួជាដើមឬមួយក៏តាមរយៈបរិស្ថានដែលមានមេរោគដូចជាលមួកសត្វឬមួយក៏ក្រអិលសត្វដែលមានមេរោគជំងឺផ្ដាសាយបក្សីជាទូទៅវាកើតឡើងនៅក្នុងចំណោមសត្វព្រៃដើមដំបូងបន្ទាប់មកវាបានរីករាលដាលចូលទៅក្នុងបក្សីក្នុងស្រុកក្នុងវិស័យចិញ្ចឹមសត្វតាមបែបឧស្សាហកម្មមាន់ពងគឺជាប្រភេទដែលទទួលចម្លងខ្លាំងជាងគេវីរុសផ្ដាសាយបក្សីហ្នឹងគឺត្រូវបានគេរកឃើញថានៅក្នុងសត្វទាច្រើនជាងសត្វផ្សេងទៀតមនុស្សអាចវិវត្តទៅជាការឆ្លងមេរោគបន្ទាប់ពីមានការប៉ះពាល់ជាមួយនឹងបក្សីដូចជាការប៉ះសត្វបក្សីដែលមានមេរោគពេលដែលពុកម្ដាយដែលរៀបចំមាន់ដែលមានមេរោគសម្រាប់ចម្អិនអាហារអ្នកលក់សត្វបក្សីដែលឆ្លងមេរោគការប៉ះឬក៏ដកដង្ហើមក្នុងលមួកឬមួយក៏ពុករំអិលបក្សីដែលមានមេរោគការចម្អិនសត្វបក្សីឬក៏ស៊ុតពងមាន់ពងទាដែលមានមេរោគមិនបានឆ្អិនល្អរោគសញ្ញាគឺប្រភេទដូចជាប្រភេទពួកមេរោគផ្ដាសាយធំធម្មតាអាចមានដូចជាក្តៅខ្លួនខ្លាំងក្អកស្ងួតឈឺបំពង់កឈឺសាច់ដុំមានក្អួតមានឈឺក្បាលអាចមានអស់កម្លាំងឈឺពោះនិងរាគករណីធ្ងន់ធ្ងរគឺវាអាចមានពិបាកដកដង្ហើមដោយជំងឺនេះគឺវាអាចវិវត្តទៅជារលាកសៀតធ្ងន់ធ្ងរដើម្បីការពារកុមារពីជំងឺផ្ដាសាយបក្សីហ្នឹងគឺមេដាបេដាត្រូវតែទី1គឺជៀសវាងការប៉ះពាល់ជាមួយនឹងបក្សីឆ្លងរោគកុំអនុញ្ញាតឲ្យកូនលេងជាមួយនឹងសត្វបក្សីឬមួយក៏នៅជិតបក្សីដែលឆ្លងមេរោគទី2គឺអនាម័យដៃបង្រៀនកូនឲ្យលាងដៃឲ្យបានញឹកញាប់ដោយសាប៊ូនិងទឹកស្អាតជាពិសេសក្រោយពេលដែលគាត់ប៉ះពាល់ជាមួយនឹងបក្សីឬក៏បរិស្ថានរបស់បក្សី3គឺចម្អិនអាហារឆ្អិនល្អសត្វបក្សីដែលយើងយកមកចម្អិនឬមួយក៏សុទ្ធពងមាន់ពងទានេះគឺត្រូវចម្អិនឲ្យបានឆ្អិនល្អមុននឹងបរិភោគទី4នៅពេលដែលចាំបាច់ត្រូវទៅតំបន់ដែលមានការឆ្លងមេរោគហ្នឹងគឺត្រូវពាក់ម៉ាស់ដើម្បីការពារការប្រមូលមេរោគតាមផ្លូវដង្ហើមទី5អ្នកជំងឺដែលឆ្លងមេរោគដោយជំងឺនេះត្រូវរក្សាទុកនៅផ្ទះឬមួយនៅដាច់ដោយឡែកក្នុងមន្ទីរពេទ្យជៀសវាងការរីករាលដាលនៃជំងឺនេះបច្ចុប្បន្នមិនទាន់មានវ៉ាក់សាំងសម្រាប់ការពារជំងឺផ្ដាសាយបក្សីនៅឡើយទេចំណែកឯការព្យាបាលមានថ្នាំប្រឆាំងមេរោគខ្លះប៉ុន្តែទោះជាយ៉ាងណាក៏ដោយថ្នាំហ្នឹងគួរតែប្រើប្រាស់រយៈពេល48ម៉ោងបន្ទាប់ពីចេញរោគសញ្ញាដំបូងជាសរុបជំងឺផ្ដាសាយបក្សីគឺជាជំងឺដែលធ្ងន់ធ្ងរដែលផ្ដល់នូវអត្រាមរណភាពខ្ពស់ដល់មនុស្សជាពិសេសចំពោះកុមារតូចដោយសារតែមេរោគឆ្លងតាមការប៉ះពាល់ផ្ទាល់ជាមួយនឹងសត្វស្លាបដែលមានមេរោគឬក៏បរិស្ថានកខ្វក់ការលើកកម្ពស់ការយល់ដឹងនិងការការពារដូចជាការជៀសវាងពីរវាងសត្វផ្សេងរស់ការអនុវត្តអនាម័យល្អនិងការចម្អិនបក្សីសុទ្ធឬក៏បក្សីឲ្យបានហ្មត់ចត់ល្អគឺវាអាចជួយការពារពីជំងឺនេះបាន